បាទជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាជួបជាមួយខ្ញុំលីណាមនុស្សស្មោះជាងគេក្នុងក្រុង Royal ហ៊ានថាអត់ស្មោះមួយម៉ាត់មើលយ៉ាក់ខ្លួនមែនអញ្ចឹងថ្ងៃនេះដែរខ្ញុំមកបញ្យល់គ្នាយើងពីកន្លែង register ហើយនឹងបង្ហាញទៅកាន់គ្នាយើងតាក់ទងនឹងរបៀបយក IP អញ្ចឹងងាយស្រួលៗអញ្ចឹងអត់ពិបាកទេគ្នាយើងមែនងាយបាទហើយអញ្ចឹងគ្នាយកតាម follow subscribe channel YouTube ខ្ញុំអីជួយទៅ subscribe ម្នាក់មួយមកទុកជាកម្លាំងចិត្តឲ្យខ្ញុំអាសាធ្វើវីដេអូតិចទៅព្រោះឥឡូវវារៀងខ្ជិលដែរមួយរយៈមុនវារៀង stress ពេក Facebook ខូចតែឥឡូវវាអត់អីវាបានមកវិញអញ្ចឹងហើយវារៀងសប្បាយចិត្តដែរអញ្ចឹងថ្ងៃនេះខ្ញុំមកបញ្យល់គ្នាយើងអញ្ចឹងណាហើយមិនមែនមកបញ្យល់ពីរបៀបចុះឈ្មោះជាមួយ bot server អីទេដោយសាររបៀបចុះឈ្មោះហ្នឹងខ្ញុំបានធ្វើរួចរាល់ហើយអញ្ចឹងគ្នាយើងអាចចូលទៅមើលក្នុង YouTube ខ្ញុំក៏បាន TikTok ខ្ញុំក៏បានបាទអញ្ចឹងខ្ញុំមកបញ្យល់ពីចំណុចមួយចំនួននៅក្នុង Discord អញ្ចឹងពេលអ្នកគ្នាចូលមកដល់អ្នកគ្នាjoin group server របស់ខ្ញុំហើយនេះ group Royal Premium រួចរាល់គ្នាយើងនឹងឃើញពាក្យ register ខាងលើនេះរូបយន្តហោះនេះអ្នកគ្នាចូលទៅកន្លែងហ្នឹងទៅនេះកន្លែងរូបយន្តហោះពាក្យ register អញ្ចឹងខ្ញុំមកបញ្យល់ពីចំណុចមួយចំនួនពេលអ្នកគ្នា join មកអ្នកគ្នានឹងឃើញពណ៌បៃតងនេះគឺជាកន្លែងយើង register UCP ចូលក្រុងជាមួយ bot ណាអញ្ចឹងយើងដាក់ register កន្លែងហ្នឹងមកហ្នឹងកន្លែងពណ៌បៃតងហ្នឹងប៉ុន្តែដោយសារអីខ្ញុំចុះឈ្មោះរួចរាល់ហើយអញ្ចឹងខ្ញុំអាចចុះឈ្មោះបានទៀតទេហើយអាកន្លែងមួយទៀតអាកន្លែងពណ៌ Q នេះកន្លែងនេះគេហៅថា verify នេះមានន័យថាគ្នាឧទាហរណ៍ពេលដល់គ្នាមើលវីដេអូខ្ញុំចុះឈ្មោះជាមួយ bot server តែវាអត់ load អាលេខកូដមកឲ្យអាលេខកូដដំបូងចូលក្រុងហ្នឹងអ្នកគ្នាចុចកន្លែងហ្នឹងទៅវានឹង send message code ឲ្យយើងហើយចំណុចកន្លែងហ្នឹងពេលដែលយើងអត់បានលេខកូដមកចំណុចកន្លែងហ្នឹងតោះណាយើងអត់បានលេខកូដ message មក bot អត់ message លេខឲ្យអញ្ចឹងយើងចុចកន្លែងហ្នឹងទៅចំណែកចំណុចទី3កន្លែងនេះកន្លែង change password កន្លែង change password នេះគឺពណ៌ក្រហមនេះគឺពេលដែលករណីគ្នាយើងភ្លេច password ចូលលេងអញ្ចឹងអ្នកគ្នាចូលលេងបានមួយថ្ងៃអ្នកគ្នាភ្លេច password អញ្ចឹងអ្នកគ្នាចុចកន្លែង change password ហ្នឹងទៅឬក៏អ្នកគ្នាគិតថា password យើងមានអ្នកស្គាល់ឬក៏មិនអ្នកគ្នាចុច change កន្លែងហ្នឹងទៅហ្នឹងគឺជាចំណុចសំខាន់ឧទាហរណ៍គ្នាយើងរវល់អត់បានលេងយូរទៅអ្នកគ្នាភ្លេច password គ្នាយើងអាចមក change password ហ្នឹងគាត់អ្នកគ្នាដាក់ UCP យើងធម្មតាប៉ុន្តែយើង change តែ password ទៅយើងចូលលេងក្រុងបានធម្មតាហើយនេះជាចំណុចកន្លែងទាំង3ហ្នឹងអញ្ចឹងកន្លែងហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយចូលដល់ចំណុចបន្ទាប់គឺកន្លែងយើងរក IP server នេះអ្នកគ្នាឃើញកន្លែងនេះ server នេះអ្នកគេជួញកន្លែងហ្នឹងទៅជាស្រ័យសារខ្ញុំអត់សូវចេះអង់គ្លេសដែរអញ្ចឹងអ្នកគ្នាមើលតាមខ្ញុំចុចណានេះកន្លែងនេះអញ្ចឹងអ្នកគ្នាចូលមកដល់នេះនឹងឃើញ IP នៅខាងក្រោមនេះវាដាក់ IP ឲ្យអស់នេះអ្នកគ្នា copy ទៅហើយយើងយកទៅ add នៅក្នុង SAMP ទៅអ្នកគ្នាចូលលេងបានហើយមកចំណុចទៀតងាយស្រួលទេអ្នកគ្នាចូលកន្លែង chat player នេះគាត់ពង chat ស្អីខ្លះនេះ chat player បាទនេះ chat player អ្នកគ្នា chat តែ IP មួយមកEIA តែ IO ណានេះ IP មួយមកចាំវាបន្តិចអ្នកឃើញអត់ bot វាផ្ញើ message IP ឲ្យយើងងាយស្រួលបាច់ចូលទៅអនុថារអនុឃើញយើង copy មកយើងយកចូលក្រុងទៅបាទងាយតែប៉ុណ្្នឹងទេបាទមើលគាត់នឹង chat ស្អីខ្លះទេអើយហើយអញ្ចឹងវីដេអូរបស់ខ្ញុំគឺអត់មានអីច្រើនទេគឺមានតែប៉ុណ្្នឹងទេហើយកុំភ្លេចគ្នាយើងក្រុងបើកដំណើរការអញ្ចឹងគ្នាយើងអាចចូលលេងបានហើយតើតើនឹង link Discord ខ្ញុំបើកខ្ញុំនឹងតម្លាក់នៅក្នុង caption ហើយនឹងតម្លាក់នៅក្នុង comment ឲ្យគ្នាយើងហើយក្រុងបើកចុះឈ្មោះ free ទេអាចចូលលេងបានអញ្ចឹងរស់រាន់ឡើងតាន់ក្រុងបើកឲ្យចុះលេង free អញ្ចឹងគេលោក admin ដូរចិត្តដាក់ឲ្យចុះឈ្មោះដោយសារមុនតាម Telegram មកតង់ឲ្យបញ្ចូលក្រុងមួយសាទៀតអីចឹងណាអញ្ចឹងអ្នកចង់លេងចុះឈ្មោះឲ្យមកអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយខ្ញុំនឹងធ្វើវីដេអូបន្តទៀតឲ្យគ្នាយើងស្គាល់និងយល់ពីរបៀបលេងផ្សេងៗនៅក្នុងក្រុងអញ្ចឹងខ្ញុំអត់មានអីច្រើនទេមានតែពីអរគុណសម្រាប់ការស្រឡាញ់ចូលចិត្តមកកាន់ខ្ញុំអញ្ចឹងអរគុណច្រើនជូនពរគ្នាយើងសំណាងល្អសុខភាពល្អណាស់បាយបាយណាប់